របៀបបង្កើតភីម៉ាស៊ីនលេខូត1900ម៉ាស៊ីនសាប់ម៉ាក់ចេកអញ្ចឹងយើងចូលមើលក្បាលម៉ាស៊ីនយើងទីមួយយើងចូលបង្កើតភីសិនយើងមើលតាមម៉ាស៊ីនយើងមានភីអត់អញ្ចឹងភី1ភី2ភី3អញ្ចឹងយើងបង្កើតភីរួចហើយអញ្ចឹងយើងចង់បង្កើតភីតទៀតដាក់ភី4មួយទៀតក៏បានដែរអញ្ចឹងយើងចូលអឹមមកហើយចូលលេខ4រិចភីផាចអញ្ចឹងចុច enter មួយអញ្ចឹងយើងបង្កើតភី4មួយទៀត STD ក្បាលម៉ាស៊ីនយើងដាក់លេខប្រមាណយើងរហូតដល់ដាក់លេខ6សម្រាប់ភី4គឺយើងសេវមកអញ្ចឹងអានេះសម្រាប់ XY យើងកែវាមកយើងដាក់ XY ប៉ុណ្ណាយើងដាក់ X តូចទៅមកទៅមកលបុកហ្នឹងយើងដាក់សាឡបងហើយ Y យើងសេរីតាមហ្នឹងប៉ុន្តែអាហ្នឹងអាចកែក្រោយបានដែរអត់បញ្ហាហើយអូខេហើយសេវមកវាបាន P4 អញ្ចឹង P យើងឡើងមួយទៀតដល់1 2 3 4ហើយ P ក៏យើងអាចកែដល់ហ្នឹងបានដូចគ្នាយើងមិនបាច់បង្កើតចាំត្រូវក៏បានដែរពេលដែលយើងបង្កើតខុសយើងអាចកែបានដល់ P4 យើងចង់កែទៅជាតេក៏បានដែរចូលអូខេលើវាមកនេះលេខរៀងពេលនេះយើងដូរមកយើងចង់ដូរទៅជាតេលេខ17អញ្ចឹងគេនិយាយ P4 ទៅជានៅតេអញ្ចឹងយើងអត់យកទៅតេយកនៅសាប់យើងកែវាវិញមកតម្លាក់លេខវាមកដាក់លេខ5នេះមកអញ្ចឹងវាចេញជានៅសាប់ហើយបន្តមកទៀតដែលយើងបង្កើត P រួចរាល់យើងចាប់ដើមចាក់ cycle អក្សរ C ដើម្បីយើងកំណត់ការដេចំនួនប្រមាណជើងចេញនៅណាអញ្ចឹងយើងចូលសអឹមមកតមកទៀតចូលឡើងទៀត read delete C page បានន័យថាហ្នឹងគឺកន្លែងដែលយើងចាក់ cycle អញ្ចឹងចូលអូខេមកអញ្ចឹងយើងចង់ចាក់ cycle កន្លែងណាតុងទី1 save មកអញ្ចឹងយើងចូល cycle មក cycle យើងយក P យើងចូលដល់កន្លែងហ្នឹងតមកទៀតចុចសញ្ញាព្រួយមួយមកវាចេញនេះ no លេខរៀងហើយយើងបើកមកចង់បើក P បានលេខរៀងទី1យើងចង់អាន P 1ចុចអូខេមកអញ្ចឹងទី2លេខរៀងទី2យើងចង់អាន P 1ទៀតចុចអូខេមកឥឡូវដាក់ P 1ទៀតអូខេមកអញ្ចឹង P 1យើងមាន3ហើយបន្តមកទៀតយើងចង់អាន P ប៉ុន្មានទៀតចង់អាន P 3ចុច P 3មក save មកហើយមួយទៀត P 3ដែរចុចចឹងមកហើយបន្តទៀតយើងចុចតរហូតមកយើងចង់អាន P ប៉ុន្មានដាក់ P ហ្នឹងមក P 4នេះមក P 4ទៀតមកនេះយើងយកប៉ុណ្ណឹងឧទាហរណ៍យកប៉ុណ្ណឹងយើងរួចរាល់ហើយក្រោយមួយចាប់ដើមដំណើរការអានេះមកយើងជន់ជើងមកក្រោយវាជាប់មកយើងជន់ឈ្នន់នេះឥឡូវយើងបាន P នេះ P4 P3 P1 P3 អញ្ចឹងយើងចាប់ដើមនេះអានេះយើងផ្លោះ P មួយយើងចុចផ្លោះ P thìយើងមានចំនួន7ចំណុចដែលយើងដេយើងប្រែប្រួលមានសាប់មានតេឥឡូវយើងចូលមក P ដំបូងហើយយើងស្ដាប់មើល1 P 3យើងមើល P ហើយវាសាកដើមមកវិញចូលមក P4 តមកទៀតពេលដែលយើងបង្កើត P ហើយយើងចង់លុប P ចេញវិញ P គឺយើងលុបគឺវាលុបទៅទាំងអស់ឬក៏យើងអាចកែ P នៅលើនឹងបានដែរបើយើងមិនចង់លុបព្រោះថាយើងចង់កែ P 4យើងចង់ដាក់អា P លេខ4ហ្នឹងចង់ដាក់ P បានយើងបដូរវាមកជួយលើវាមួយមកហើយយើងបដូរមកនេះយើងដូរនេះមកវាប្រែប្រួលហើយទី2យើងចង់ដូរវាក៏បានដែរករណីដែលយើងចង់ដូរចង់ឲ្យអាណាមុនអាក្រោយអញ្ចឹងហើយចុចមួយទៀតមកវាសេវជាប់ហើយឥឡូវយើងចង់លុប P ចោល P នេះយើងកំណត់នៅលេខ1ជុំលេខ1យើងចូលអឹមមកហើយលេខ P បើអញ្ចឹង P delete C delete C delete កន្លែងយើងបង្កើត P ហ្នឹងកន្លែង delete ដែរអូខេមកអញ្ចឹង P យើងដាក់ជុំទី1នៅជុំទី1យើងយកខាងព្រួយនេះដាក់សញ្ញា delete មកចុចសញ្ញាកំពុងមូលមួយមកចុចសញ្ញាស្មើមកអញ្ចឹងបាត់ហើយពេលយើងបាត់ហើយឡៃ cycle ដែលយើងចាក់មិញពេលយើងនៅប៉ុន្តែ cycle ដែលយើងចាក់មិញបាត់ហើយយើងលុប cycle ចោលបាត់ហើយឡៃ cycle ហ្នឹងយើងចង់បាន cycle ប៉ុន្មានយើងចូលបង្កើតវាមក